ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានមុខម្ហូបមួយទៀតហើយមកចែកជូនបងប្អូនទាំងអស់គ្នាបងប្អូនខានឃើញក្បាលវីដេអូក៏ដឹងដែរព្រោះថាឃើញចាក់អង្ករលីងចឹងមានអីទេមានស្លកកូរនឹងឯងអញ្ចឹងថ្ងៃនេះរៀងប្លែកដោយសារថ្ងៃមុននាងខ្ញុំស្លកកូរដាក់ខ្ទិះទេចឹងថ្ងៃនេះគឺយើងមកស្លកកូរខ្ទិះម្ដងមើលរសជាតិយ៉ាងម៉េចដែរតើបងប្អូនក៏បានខាត់ពេលយូរយើងទៅមើលបន្លែទាំងអស់គ្នាតើមានបន្លែអីខ្លះពោះបន្លែនេះខ្ញុំមានល្ពៅមានត្រប់ស្រួយមានត្រប់ពុតញោមានខ្នុរមានល្ហុងមានស្ដាយគួរមានត្រួយល្ពៅមានស្លឹកបាសមានផ្ទីមានស្លឹកម្រុំមានផ្កាអង្គាដីគឺថាមានច្រើនណាស់បងប្អូនទាំងអស់គ្នាកកូរយើងដាក់អីក៏ត្រូវដែរឲ្យតែបន្លែនឹងបងប្អូនចូលចិត្តគ្រឿងបន្តទៀតយើងមានអង្ករលីងមានប្រហុកមានសាច់ជ្រូក3ជាន់មានត្រែងដែងមានគ្រឿងដែលបានបុកហើយមានខ្ទិះដូងជាដំបូងនេះខ្ញុំដាក់ឆ្នាំងឲ្យក្តៅចាក់ប្រេងអូលីវបន្តិចដាក់រួចដាក់គ្រឿងដែលយើងបានបុករួចនឹងរំលីងឲ្យឡើងឈ្ងុយសិនគឺថារំលីងឈ្ងុយមែនទេបងប្អូនទាំងអស់គ្នាឡើងអ្នកចិត្តខាងមកសួរហ្មងណារួចហើយនេះខ្ញុំបានដាក់ប្រហុកដែលចិញ្ច្រាំរួចចូលកូរប្រហុកហើយនឹងគ្រឿងឲ្យចូលសព្វគ្នាល្អសិនណារួចហើយនេះខ្ញុំបានដាក់សាច់ជ្រូកចូលកូរសាច់ជ្រូកឲ្យចូលសព្វជាមួយនឹងគ្រឿងហើយសាច់ជ្រូកឡើងឈ្ងុយហើយឡើងស្ងួតទឹកសិនអញ្ចឹងសម្លកកូរខ្ទិះរបស់យើងដូចតែកកូរយើងធម្មតាបងប្អូនទាំងអស់គ្នាគ្រាន់តែយើងដាក់ខ្ទិះរួចហើយនេះខ្ញុំបានកូរសាច់ជ្រូករបស់យើងឡើងឈ្ងុយហើយនេះខ្ញុំបានដាក់ត្រីដែងចូលហើយចំពោះត្រីបងប្អូនចង់ដាក់ត្រីអីក៏បានដែរចំពោះត្រីដែងនេះខ្ញុំដាក់ឲ្យចូលសព្វជាមួយនឹងគ្រឿងហើយបានដួសទុកសិនកុំឲ្យត្រីដែងរបស់យើងបែកបន្ទាប់មកនេះខ្ញុំបានដាក់បន្លែចូលចំពោះបន្លែគឺយើងដាក់បន្លែណាដែលរឹងមុនមកកូរបន្លែចូលជាមួយគ្រឿងបន្តិចរួចយើងគ្របទុកដើម្បីបន្លែរបស់យើងផុយគ្របទុករយៈពេល3នាទីបើកមកវិញឃើញថាបន្លែរបស់យើងសពពឲ្យជិតឆ្អិនហើយបងប្អូនទាំងអស់គ្នានេះខ្ញុំបានកូរបន្តិចទៀតដើម្បីបន្លែចូលសព្វជាមួយនឹងគ្រឿងបានល្អរួចហើយនេះខ្ញុំដាក់អំបិលកន្លះស្លាបព្រាបាយចូលស្ករសកន្លះស្លាបព្រាបាយម្សៅស៊ុបកន្លះស្លាបព្រាបាយរួចកូរឲ្យបន្លែរបស់យើងចូលសព្វជាមួយនឹងគ្រឿងដែលយើងបានដាក់ចូលមិនទាន់ឆ្អិនទេប៉ុន្តែឈ្ងុយពេញផ្ទះហ្មងបងប្អូនទាំងអស់បន្ទាប់មកនេះខ្ញុំបានចាក់ទឹកខ្ទិះដូងចូលចំពោះទឹកខ្ទិះដូងគឺនេះខ្ញុំយកកន្លះលីត្របើសិនជាបងប្អូនខ្លាចតលាន់ពេកបងប្អូនអាចដាក់ខ្ទិះដូងតិចជាងនេះខ្ញុំក៏បានដែររួចហើយចាំយើងបន្ថែមទឹកសវិញបន្ទាប់មកនេះខ្ញុំបានដាក់ត្រីដែងចូលរួចហើយគ្របទុកដើម្បីសម្លរបស់យើងពុះសិនបើមកវិញគឺថាសម្លរបស់យើងពុះល្អមែនទែនហើយបន្លែរបស់យើងក៏បានផុយដែរនេះខ្ញុំបានដាក់បន្លែខៀវចូលតែម្ដងបន្លែខៀវពេលដែលបងប្អូនដាក់ហើយកុំទុកឲ្យយូរពេកព្រោះថាបើសិនជារលួយគឺអត់ឆ្ងាញ់ទេចេះនេះខ្ញុំដាក់តែមួយពុះទេគឺយើងបិទភ្លើងแล้วនេះឃើញថាបន្លែខៀវដាក់ហើយគឺទឹកសម្លយើងពុះតែម្ដងនេះខ្ញុំបានដាក់ជាមួយនឹងអង្ករលីងចូលចំពោះអង្ករលីងគឺយើងដាក់មកល្មមទៅបានហើយបងប្អូនទាំងអស់គ្នាកុំឲ្យពេលដែលសម្លរបស់យើងរៀងចុះត្រជាក់គឺខាប់តែម្ដងចឹងយើងដាក់មកល្មមទៅនៅពេលសម្លត្រជាក់គឺយើងល្មមញ៉ាំឥឡូវនេះឃើញថាសម្លកកូរខ្ទិះរបស់យើងឆ្អិនហើយនេះខ្ញុំបានដួសដាក់ចានបងអូនអើយរសជាតិគឺឆ្ងាញ់ជាងសម្លកកូរធម្មតាដោយសារវាមានខ្ទិះចឹងគឺឆ្ងាញ់មែនតែនចឹងបងប្អូនអាចសាកធ្វើញ៉ាំបានហើយយើងបន្ថែមជាមួយនឹងម្ទេសមកព្រោះថាសម្លកកូរមានម្ទេសគឺឆ្ងាញ់មែនតែនបើសិនជាអត់ម្ទេសអត់សូវឆ្ងាញ់ទេឥឡូវនេះបងប្អូនមើលតែសម្លទៅដឹងហើយគឺថារសជាតិអែមមែនតែន10លើ10បងប្អូនទាំងអស់គ្នាតើបងប្អូនញ៉ាំបាយជាមួយនឹងខ្ញុំទាំងអស់គ្នាអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់